ចាពុកម៉ែបងប្អូនរូបចាសំណាក់របស់អធិរាជសំលេងមាសលោកតាសិនស៊ីសមុទ្រហើយស្អាតណាស់បងនេះមកមុខចាមុខលោកតាសិនស៊ីសមុទ្រស្អាតណាស់អូយដូចខ្លាំងណាស់ដូចគឺឈ្មោះរបស់គាត់កវីគុំប៊ុនឈឿនគឺសំណាក់នេះគឺថាសំសួនខ្លាំងណាស់តាំងពីស្លឹកត្រចៀកចាវងភ័ក្រផើតផតអីបន្តិចបន្តួចអីគេថាអូលោកហើយលោកអីដូចមនុស្សអីដូចមែនតែនម៉េះនេះជំរាបសួរពុកម៉ែបងប្អូនលើថ្ងៃនេះខ្ញុំមកដល់សួនចាសួនច្បារនៅខេត្តបាត់ដំបងដែលមានចងក្រងចាឆ្លាក់រូបលោកតាសិនស៊ីសមុទ្រជាមួយនឹងលោកតាគង់ប៊ុនឈឿនស្អាតពូដោះសលូនពូនឹងដើមអីគេពូដើមអីគេស្គាល់អត់ដើមកគីមិនដើមភ្នំទេខ្ញុំស្មានតែដើមភ្នំកគីសោះមានទាំងអស់ប៉ុន្មានដើមពូដឹងណាបងអត់ដឹងដើមនឹងដើមចាស់ឯដើមថ្មីដើមចាស់ហ៎អូដោះជួស្អាតណាពូណោះហ្នឹងហើយមកដល់សួនចាសួនច្បារគេដើរហាត់ប្រាណបងប្អូនចានេះមានតប្រព័ន្ធទឹកប្រព័ន្ធអីល្អណានេះស្ពានហើយនេះគឺជាស្ទឹងចាគឺដងស្ទឹងដែលលោកតាសិនស៊ីសមុទ្រច្រៀងណាចម្រៀងរបស់លោកតាសិនស៊ីសមុទ្រដែលចងក្រងនិពន្ធឡើងដោយលោកគង់ប៊ុនឈឿនគឺដងស្ទឹងសង្កែចាហើយគ្រាន់តែផ្សារភ្ជាប់នៅអត្តន័យដងស្ទឹងសង្កែនេះបងប្អូនអើយនិយាយពីមានចម្រៀងច្រើនបាត់មែនតែនចាដែលយើងមិនអាចពណ៌នាបានណាចាគឺថាលោកតាគង់ប៊ុនឈឿនគាត់ប៉ិនតែងបទចម្រៀងរីឯលោកតាសិនស៊ីសមុទ្រគាត់ពូកែច្រៀងបដំគ្នាទៅគឺថាធ្វើឲ្យល្បីល្បាញចាអ្នកណាក៏គេបានដឹងថាចាទឹកដីខេត្តបាត់ដំបងគឺជាកម្រងអនុស្សាវរីយ៍ផ្អែមល្ហែមជូរចត់ប្រតាស់ចាស្នេហាចាល្វីងជូរចត់សុខដុមរមនាចារបស់អធិរាជសំឡេងមាសគឺលោកតាសិនស៊ីសមុទ្រនិងកវីដ៏ឆ្នើមគឺស្នាដៃនិពន្ធរបស់លោកតាគង់ប៊ុនឈឿនចាគឺថាធ្វើឲ្យតាក់ទាញតាក់អារម្មណ៍ដល់ភ្ញៀវបរទេសក៏ដូចជាបងប្អូនខ្មែរនៅក្នុងប្រទេសជាណាចក្រកម្ពុជានិងបងប្អូនខ្មែរយើងដែលគាត់រស់នៅឯក្រៅប្រទេសផងដែរឥឡូវខ្ញុំមកដល់ទីកន្លែងនេះគឺគ្រាន់តែចង់បង្ហាញទស្សនវិជ្ជាថ្មីចានៅទឹកដីខេត្តបាត់ដំបងបងប្អូនគឺមានការស្ថាបនាចាតាមសួននានាគឺពោពេញទៅដោយក្រាលស៊ីម៉ង់ឥដ្ឋក្រូចារៀបក្រាលឡើងស្អាតតែលោងសំណុកឲ្យបងប្អូនគាត់ធ្វើដំណើរហាត់ប្រាណអីទៅគឺថាស្រួលសម្រាប់គាត់ណាម្យ៉ាងទៀតហ្នឹងគឺមានការដាំដើមដូងហ្នឹងគឺដូងទេហើយក្នុងនោះក៏ភ្ជាប់ជាមួយនឹងអត្តន័យដ៏ពិរោះចាអត្តន័យដ៏មានន័យចារបស់លោកគង់ប៊ុនឈឿនចាលោកតាគង់ប៊ុនឈឿននិងលោកតាសិនស៊ីសមុទ្រចាដែលគាត់ចងក្រងចានៅបទចម្រៀង
แตะตรงจมูกนางนี่คือแตะตรงจมูกนางตามโด่งจ้ะอะไรนี่คือทางอัญญาทอแคบนั่งคือถาบานเรียบจำส่วนตรักบ่มปรองหายคือเมียนดักดำโด่งจ้ะไปบองโปนยืงมองกุยเล่งหรือก็เมาลมหายกายหักปราไหนเต้จ้ะคือทาบอดจำเรียงลูกตาเซนสีหมดสมุดนั่นคือในจวบหนึ่งแบบโด่งแบบมาดองจวบหนึ่งบอดจำเรียงจวบหนึ่งอัปเป็นไหนจ้ะจวบหนึ่งติดสปีดได้ยืงมือคืนเจียสได้เจียทองจ้ะจังខ្ញុំក៏សូមមកបង្ហាញដើម្បីឲ្យចាអ៊ំពូមីងលោកតាលោកយាយចាដែលនៅសម័យដើមជាពិសេសនឹងកម្រងអនុស្សាវរីយ៍គាត់ចាធ្លាប់ហែឆ្លងបានស្ដាប់នៅបទចម្រៀងចារបស់ម្ចាស់ដើមសំឡេងមាសគឺលោកតាស៊ិនស៊ីសមុទ្រនិងកវីដ៏ឆ្នើមចាគឺលោកតាគង់ប៊ុនឈឿនចាអញ្ចឹងហើយគឺថាពិតជាចាពេញចិត្តក៏ដូចជាចងចាំនៅចាចំណងអនុស្សាវរីយ៍មួយនេះទុកក្នុងក្រអៅបេះដូងចាកន្លែងនេះគឺគេធ្វើសម្រាប់ចាឲ្យយើងមកអង្គុយស្រូបយកខ្យល់អាកាសហើយបងប្អូនពេលទឹកឡើងនៅវ៉ាន់គឺឡើងមកដល់ហ្នឹងហ្នឹងទេសភាពមួយនេះគឺស្អាតណាស់ហើយមកជួរនេះគឺសត្វដើមជគីចាដោះត្រាំងភ្លឹងហ្មងរូបសម្រាប់របស់លោកតាគង់ប៊ុនឈឿនកវីដ៏ឆ្នើមនិពន្ធបទចម្រៀងច្រៀងដោយលោកតាស៊ិនស៊ីសមុទ្រចាគឺថាស្ដាប់និពន្ធបទចម្រៀងព្រោះជាពិសេសហ្នឹងគឺរំលឹកទៅដោយចាកម្រងចម្រៀងឆ្លងឆ្លើយជាមួយនឹងអ្នកនាងរស់សេរីវិធាក៏ដូចជាច្រៀងរៀបរាប់អំពីទឹកដីខេត្តបាត់ដំបងថាតើទឹកដីខេត្តបាត់ដំបងហ្នឹងគឺពោពេញទៅដោយមនោសញ្ចេតនាស្នេហានិងមានផ្លែផល្លាហូបជាច្រើនចាបងប្អូននេះគឺជាកវីនិពន្ធចាដ៏ឆ្នើមទឹកដីទឹកដៃទឹកដមគឺថាល្អចាពុកម៉ែបងប្អូនរូបចាសំណាក់របស់អធិរាជសំឡេងមាសលោកតាស៊ិនស៊ីសមុទ្រចាគឺថាបើខ្ញុំមើលទៅចាពណ៌រៀងស្ពាន់ចាម្ចាស់ឧបត្ថម្ភនេះហើយស្អាតណាស់បងនេះមុខចាមុខលោកតាស៊ិនស៊ីសមុទ្រស្អាតណាស់អូយដូចខ្លាំងណាស់ដូចរូបថតដែលខ្ញុំបានឃើញព្រោះអីខ្ញុំមិនបានស្គាល់គាត់ជារូបពិតទេតែខ្ញុំបានស្គាល់គាត់ជារូបថតចាអញ្ចឹងចាគឺថាគាត់ស្អាតខ្លាំងណាស់បងប្អូនមើលប្របីមាត់ដល់សតុនមកគាត់ណាចាប្របីមាត់លើស្ដើងប្របីមាត់ក្រោមក្រាស់ហើយច្រមុះនឹងទ្រង់ទ្រាយចិញ្ចើមុខមាត់នឹងគឺថាសង្ហាមែនតែនហើយបងប្អូនកលេចមើលវងភ័ក្រហើយសម័យជាពិសេសបងប្អូនចាអ៊ំពូមីងលោកតាលោកយាយជំនាន់ដើមដែលគាត់ធ្លាប់ស្គាល់លោកតាស៊ិនស៊ីសមុទ្រចាប្រកបពីគាត់បានដឹងនៅភាពស្រស់សង្ហាចារបស់លោកតាស៊ិនស៊ីសមុទ្រថាតើលោកតាស៊ិនស៊ីសមុទ្រហ្នឹងគឺគាត់មានចាភាពសង្ហាយ៉ាងណាហើយទឹកដមនៃសម្លេងរបស់គាត់ជំនាន់នោះចាពិតជាអត់មានគូប្រៀប
ចាពិតប្រកបមែនហើយម្យ៉ាងទៀតនោះគឺថាលេខ1លើលោកនេះគឺជាអំណោយពីធម្មជាតិដែលលោកតាសិនស៊ីសមុទ្រចាគាត់កើតមកក្នុងនាមជាអ្នកចម្រៀងណាចាហើយជាអ្នកចម្រៀងមួយរូបដែលធ្វើឲ្យល្បីរន្ទឺចាប្រជាណាចក្រកម្ពុជាគឺទឹកដីនៅប្រទេសខ្មែរយើងចាបានអន្តរជាតិស្គាល់ក៏អាស្រ័យទៅលើចាជាសិល្បៈចារបស់ខ្មែរដែលទៅធ្វើឲ្យចាមានការល្បីរន្ទឺចាចឹងហើយចាអរគុណដល់ដួងវិញ្ញាណក្ខន្ធចារបស់លោកតាសិនស៊ីសមុទ្រដែលបានបន្សល់ចាជាពិសេសហ្នឹងគឺវិញ្ញាណចារបស់លោកតាសិនស៊ីសមុទ្រហ្នឹងគឺថាបានពង្រាយសន្ធិដ្ឋនៅក្នុងបងប្អូនប្រជាពលរដ្ឋខ្មែរយើងសប្តាហ៍ថ្ងៃដែលចាចេះច្រៀងនៅបទចម្រៀងចារបស់លោកតាសិនស៊ីសមុទ្រធ្វើឲ្យចាសិល្បៈរបស់ខ្មែរនឹងគឺថារីកសុខសាយនឹងនេះឥឡូវខ្ញុំសូមបង្ហាញឲ្យបានចិត្តតិចទៀតនៅភាពស្រស់សង្ហារបស់គាត់ចានេះភាពសង្ហាតាក់ទាញមែនតើចាហើយគាត់វិញគឺជាលោកតាគង់ប៊ុនឈឿនដែលមានស្នាដៃដ៏ឆ្នើមចាចងក្រងនៅបទចម្រៀងចាជាច្រើនបទមិនមែនជូនទៅដល់តែលោកតាសិនស៊ីសមុទ្រទេចាគឺថាថែមទាំងជូនចាទៅដល់អ្នកចម្រៀងជើងចាស់ចំនួនមុនហ្នឹងចាច្រៀងបានច្រើនអ្នកទៀតចាហើយនេះគឺជាចាគឺជាกระดาษគេហៅថានេះជាប៊ិចហើយនេះกระดาษសម្រាប់គិតទៅដល់ទីកន្លែងណាគិតគូកន្លែងហ្នឹងហើយនេះគឺកាបូបចារបស់គាត់ហ្នឹងគឺមានប៉ុណ្្នេះឯងហើយនេះគឺកសែងបងកនេះគឺឈ្មោះរបស់គាត់កវីគុំប៊ុនឈឿនចាហើយនេះម៉ែបងប្អូនដែលធ្លាប់ស្គាល់មុខចាលោកតាគុំប៊ុនឈឿនចាគឺថានេះឥឡូវបានឃើញនៅចាមុខមាត់របស់គាត់ហើយនិយាយពីធ្វើសំណាកនេះគឺថាសំសួនខ្លាំងណាស់តាំងពីស្លឹកត្រចៀកចាវងភ័ក្រផើតផតអីបន្តិចបន្តួចអីគឺថាអូលោកឲ្យលោកអីដូចមនុស្សអីដូចមែនតែនម៉េះនេះស្អាតណានេះសំចាឲ្យធ្វើអំពីការស្ពាន់ដាក់ថាម្លប់ដូងទី10នេះចាกระดาษហ្នឹងគឺกระดาษបាត់ម្លប់ដូងទី10ចាបាត់ពេញនិយមស្ដាប់មិនចិនណាយចាម្ចាស់ដើមគឺលោកតាសិនស៊ីសមុទ្របាត់ចម្រៀងម្លប់ដូងទី10នេះឈ្មោះអធិរាជសំឡេងមាសប្រចាំទឹកដីនៃប្រទេសកម្ពុជាគឺលោកតាសិនស៊ីសមុទ្រស្ដេចចម្រៀងខ្មែរចាចំនួនសតវត្សដែលខ្ញុំមិនទាន់កើតហ្នឹងចាហើយនេះគឺជាដើមដូងចាម្លប់ដូងទី10របស់គេយកមកដាំអូយមានព្រីសម្រាប់សាកថ្មទៀតបងប្អូនអើយយើងអង្គុយលេងអីវ៉ាន់ហាត់ប្រាណហត់អីវ៉ាន់អាចមកសាកថ្មបានខាងនេះ5ចាទៅខាងស្ដាំដៃនោះគឺ5អញ្ចឹងទាំងអស់គឺដូងហ្នឹងវា10
ចាទីទៀតគេនឹងអភិវឌ្ឍទីកន្លែងនេះឲ្យស្អាតជាងនេះទៀតឥឡូវនេះគឺការអភិវឌ្ឍសន្សំចាបន្តិចបន្តួចទម្រាំតែឈានទៅដល់ចាការអភិវឌ្ឍរហ័សលឿនហ្នឹងចាពុកម៉ែបងប្អូនការបង្ហាញអំពីទស្សនវិជ្ជាសួនច្បារចានៅខេត្តបាត់ដំបងបាទវាខ្ញុំក៏សូមបញ្ចប់តែត្រឹមនេះហើយខ្ញុំនឹងទៅបង្ហាញបន្តទៀតនៅកន្លែងផ្សេងបាទដោយសារតែឃើញការអភិវឌ្ឍចាសួនច្បារនៅក្រុងបាត់ដំបងមានទាំងខាងឆ្វេងដៃនៃស្ទឹងសង្កែនិងខាងស្ដាំដៃនៃស្ទឹងសង្កែគឺថារៀបចំបានស្អាតចាក្រាលក្រោហ្នឹងហើយមើលទៅគឺថាគួរឲ្យទាក់ទាញដល់ភ្ញៀវទេសចរព្រោះថានៅទឹកដីខេត្តបាត់ដំបងនេះគឺជាខេត្តមួយចាដែលមានភ្ញៀវបរទេសក៏ដូចជាភ្ញៀវជាតិយើងជាពិសេសគឺបងប្អូនខ្មែរដែលគាត់ចាបានជៀសឆ្ងាយពីស្រុកកំណើតអស់ការដ៏យូរចាចឹងពេលដែលគាត់ត្រឡប់មកលេងទឹកដីនៃប្រជាណាចក្រកម្ពុជាវិញគាត់ឃើញចាប្រទេសគាត់រីកចម្រើនចាគឺថាគាត់សប្បាយចិត្តហើយគាត់ក៏មានបំណងនឹងចង់មកលេងចាជាបន្តទៀតផងដែរអញ្ចឹងសង្ឃឹមថាប្រទេសកម្ពុជានឹងមានការអភិវឌ្ឍមិនថាតាមបណ្ដាខេត្តចាឬនៅតាមបណ្ដាក្រុងទេគឺថាការអភិវឌ្ឍមួយនេះចាសូមឲ្យបានប្រសើរហើយសូមឲ្យមានការស្ងប់ស្ងាយអំពីភ្ញៀវបរទេសចាដើម្បីឲ្យគេចូលមកលេងនៅទឹកដីនៃប្រជាណាចក្រកម្ពុជាបានច្រើនកុះករឥឡូវខ្ញុំសូមធ្វើដំណើរទៅបង្ហាញកន្លែងមួយទៀតសិនចាឥឡូវខ្ញុំធ្វើដំណើរចាមកត្រើយខាងនេះវិញម្ដងហើយបងប្អូននេះហើយកលេចមកមើលសួនថ្មីចាហ្នឹងហើយចាអូយបងអើយមើលផ្លែសាកេវាច្រើនម៉េះអូសាកេនេះមកដើមផ្លែចង់បាក់មេឃនេះផ្លែសាកេអត់ដឹងគេហូបមិនផងមិនដឹងគេយកស្លកោបានអត់ណាផ្លែហ្នឹងណាអូយច្រើនណាស់ដល់ហើយរដឹកណែអូយមើលផ្លែវាមើលផ្លែស្វាយហើយដោះតណោតមកហ្មងសាកេបងប្អូនអត់ស្គាល់ផ្លែសាកេនេះសាកេ